ពិតជាខ្លាំងមែនទំនប់ទឹកយក្សមួយនេះនៅចិនអាចធ្វើឲ្យផែនដីដើរយឺតជាងមុនការសាងសង់ទំនប់ទឹក Sri Gorgeous Dam និងស្ថានីយ៍ថាមពលដ៏ធំបំផុតនៅលើពិភពលោករបស់ប្រទេសចិនបានធ្វើឲ្យការបង្វិលរបស់ផែនដីដើរយឺតជាងមុនវាជាស្ថានីយ៍វារីអគ្គិសនីនៅលើទន្លេយ៉ាងស៊ីដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុងវូហានទំនប់នេះមានកម្ពស់175គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយដើម្បីសម្រេចបាននូវគម្រោងនេះទីក្រុងចំនួន13និងភូមិចំនួន140ត្រូវបានជន់លិចនិងបណ្ដាលឲ្យមនុស្ស 1.5 លាននាក់នៅប្រទេសចិនត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេអង្គការអវកាស NASA បានសម្ដែងការព្រួយបារម្ភរបស់ខ្លួនអំពីគម្រោងដ៏មហិមានេះនៅលើគេហទំព័ររបស់ Earth Observatory ថាក្នុងអំឡុងពេលធ្វើផែនការនិងការអនុវត្តនេះការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានសំខាន់ៗត្រូវបានកើតឡើងរួមទាំងការផ្លាស់ប្តូរលំនៅដ្ឋានរបស់មនុស្ស 1.2 លាននាក់ក្រុងចំនួន13ត្រូវបានជន់លិចព្រមទាំងភូមិជាង 1300 ទីតាំងវត្ថុបុរាណនិងកន្លែងចាក់សំរាមសុទ្ធតែមានគ្រោះថ្នាក់កង្វល់ផ្នែកបរិស្ថានដូចជាមានការកើនឡើងនៃការរំជួយដីដោយសារការផ្ទុកទឹកការរអិលបាក់ដីការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីការបង្កើនការបំពុលហានិភ័យខ្ពស់នៃជំងឺឆ្លងដែលបណ្ដាលមកពីប្រព័ន្ធទឹកនិងការប្រែប្រួលនៃទឹកប្រៃរបស់មាត់ទន្លេយ៉ាងស៊ីជាងនេះទៅទៀតទំនប់ដែលបានបញ្ចប់ក្នុងឆ្នាំ2012នេះត្រូវបានគេនិយាយថានឹងប៉ះពាល់ដល់ចលនាបង្វិលនៃភពផែនដីក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សកលលោកNASA បញ្ជាក់ថាការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងទីតាំងណាមួយនៃម៉ាស់នៅលើផែនដីពិតជាអាចមានឥទ្ធិពលតិចតួចលើការបង្វិលរបស់ផែនដីលោកបណ្ឌិត Benjamin Feng Chao អ្នកជំនាញភូកវិទូនៅមជ្ឈមណ្ឌល Goddard Space Flight Center របស់ NASA បញ្យល់នៅលើគេហទំព័ររបស់ NASA ថាទំនប់ដ៏ធំនេះមានសមត្ថភាពស្តុកទឹក40គីឡូម៉ែត្រគូបដែលនេះស្មើនឹងទឹក 10,000 លានហ្គាឡុងយើងតាមទីភ្នាក់ងារអវកាសនៅចំណុចពេញលេញរបស់វាទំនប់ទឹក Sri Gorgeous Dam បង្កើតការប្រឆាំងតូចបំផុតទៅនឹងការបង្វិលរបស់ផែនដីដោយហេតុនេះធ្វើឲ្យថ្ងៃកាន់តែយូរយើងតាមការគណនារបស់បណ្ឌិតឆៅនេះនឹងធ្វើឲ្យថ្ងៃវែងជាង 0.06 មីក្រូវិនាទីនិងផ្លាស់ប្ដូរទីតាំងបង្គោលរបស់ផែនដីប្រហែល2សង់ទីម៉ែត្រ